Phở bún chăm khai能 chicken boy ហោkhaiយកអី chicken រ៉ាតាមណាយកតាម NFC ទៅអត់មកខ្ញុំមកប្រាប់ពីរបៀបថ្មីមួយទៀតតែយើងអាចងាយស្រួលជាងនឹងទៀតដំបូងឡើយយើងចូលមក Google ហើយវាយពាក្យ GTT យើងចូលដល់ website របស់កិច្ចយុទ្ធសាស្ត្របណ្ដាដែលខ្ញុំបានសូមនៅក្នុង screen ហ្នឹងចឹងនៅពេលដែលយើងចូលមកដល់ក្នុង website យើងគ្រាន់ scroll មកក្រោមបន្តិចមែនដោយដែលខ្ញុំបង្ហាញអញ្ចឹងយើងរកពាក្យនេះ exchange rate ដែលមានរូបអក្សររហ្នឹងយើងចុចទៅលើពាក្យហ្នឹងមែនហើយយើងនឹងឃើញមាន exchange rate នៅក្នុងហ្នឹងហើយនៅក្នុងហ្នឹងគឺយើងអាចផ្លាស់ប្ដូរវាជាអក្សរខ្មែរនិងអក្សរអង់គ្លេសហើយលេខនឹងរត់ទៅតាមការផ្លាស់ប្ដូររបស់យើងហើយក្នុងហ្នឹងក៏យើងអាចទាញជា Excel បានដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បានលេខជាលុយខ្មែរគឺយើងអាចប្ដូរនៅកន្លែងភាសាហ្នឹងទៅគឺវានឹងពេលដែលយើង export ចេញមកគឺវានឹងអក្សររបស់យើងឬក៏លេខហ្នឹងគឺវានឹងដូរតាមហ្នឹងឯងចាំខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាមើលខ្ញុំនឹងបើក file ទាំងពីរហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលមួយគឺជា file ដែលជាភាសាខ្មែរហើយមួយទៀតជា file ដែលជាភាសាបរទេសហើយលេខក៏វានឹងដូរតាមហ្នឹងដែរអញ្ចឹងបើសិនជាអ្នកអាចចង់បាន file មួយណាអ្នកទាំងអស់គ្នាអាចយក file តាមមួយហ្នឹងអរគុណ